បាទស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ខេត្តកាចេះឥឡូវថ្ងៃនេះខ្ញុំសូមនាំបងប្អូនទៅស្គាល់នៅរសជាតិម្ហូបនៅតាមផ្លូវមួយនៅក្នុងស្រុករបស់យើងគឺខ្យងអាំងបងប្អូនមើលទៅខ្យងអាំងហ្នឹងដូចគួរឲ្យចង់ញ៉ាំមែនទែនមកខ្យងហ្នឹងគឺគាត់យកមកស្ងោរហើយបានគាត់យកទៅអាំងបាទហើយយើងមើលគាត់អាំងហ្នឹងទំនងណាបងប្អូនអើយគឺខ្ញុំអ្នកមកមើលហ្នឹងក៏ចង់ហៀទឹកមាត់ដែរគាត់តែមើលប៉ុណ្ណឹងប៉ុន្តែចាំតិចទៀតចាំភ្លក់ហើយប្រាប់ពីរសជាតិទៅដល់បងប្អូនពណ៌សម្បុរវានឹងការអាំងហ្នឹងទំនងមែនតើបងប្អូនគាត់ជំនាញអាំងហ្មងខ្យងហ្នឹងហើយបាត់ពិសោធន៍គាត់ហ្នឹងគឺជាង7ឆ្នាំហើយគាត់មានលក់នៅពងមាន់ក្លុកផងដែរជាមួយគ្នាណាហើយធូរថ្លៃឯងបងប្អូននិយាយពីរសជាតិវិញគឺភ្លេចមិនបានបងប្អូនឆ្ងាញ់មែនតើហ្មងគាត់មានដាក់ជាមួយនឹងខ្ទិះដូងណាហើយដល់ពេលអាំងហើយយើងយកមកញ៉ាំជ្រលក់ជាមួយនឹងអំបិលម្រេចក្រូចឆ្មាហើយមានម្ទេសមានខ្ទឹមជ្រក់និងមានជីព្រមទាំងមានត្រសក់ហើយការ៉ុតតបផងដែរបងប្អូនអូយរសជាតិឆ្ងាញ់មែនតើនិយាយថាភ្លេចមិនបានហ្មងឆ្ងាញ់ហ្មងណាបាទបងប្អូនមើលក្តៅហុយហើយឈ្ងុយហ្មងបងខ្យងអាំងតែយកមកថ្មីហុយនេះឈ្ងុយបងប្អូនឈ្ងុយហើយដំបូងខ្ញុំឆ្កឹះមកហ្នឹងគឺអត់ដោយកតុយទេបានតែក្បាលស្ដាយកតុយហើយចុងក្រោយចេះវិធីមួយគឺគោះហើយសូត្រមុនអាគមខ្លះទៅធ្លាក់មកទាំងអស់ឆ្ងាញ់ណាបងប្អូនគាត់ប៉ិនធ្វើមែនតែនអូលយណាស់បាត់ទាំងកមួនណាមកកុំភ្លេចទៅសាកបាទបើសិនជាមានឱកាសណាបងប្អូនវិធីសាស្ត្រឲ្យបាបញ៉ាញ់ណាជាតិណាញ៉ាញ់ជាតិហ្មង